ស្លាគឺជាផ្កាដ៏មានតម្លៃក្នុងប្រពៃណីខ្មែរតាំងពីយូរយារណាស់មកហើយផ្កាស្លាជាតំណាងឲ្យសេចក្តីស្រឡាញ់យូរអង្វែងនិងពរជ័យក្នុងពិធីមង្គលការប៉ុន្តែនាងគ្រាន់តែជាក្មេងស្រីម្នាក់ដែលត្រូវគេសម្រេចចិត្តជំនួសទៅលើជីវិតរបស់នាងគ្មានសូម្បីតែសិទ្ធិក្នុងការនិយាយថាទេភាពស្ងប់ស្ងាត់នៅថ្ងៃនោះដុតដាមនៅក្នុងចិត្តនាងដែលជាការឈឺចាប់មួយដែលគ្មានសំឡេងភាពស្ងប់ស្ងាត់របស់នាងបានក្លាយជារបួសស្នាមជាភាពភ័យខ្លាចនិងជាស្រមោលដែលដើរតាមមិនរលត់ជាច្រើនឆ្នាំកន្លងផុតរបួសស្នាមនិងការឈឺចាប់នេះមិនអាចលុបបាននោះទេកំហឹងនៅតែមានហើយកប់ក្នុងខ្លួនយ៉ាងជ្រៅដើរទន្ទឹមនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់នាងអតីតកាលត្រូវបានកប់ទុកយ៉ាងជ្រៅនៅក្នុងការចងចាំរបស់នាងពិបាកនឹងហាស្ដីហើយកាន់តែជ្រៅជ្រៅនិងមិនអាចយំចេញប៉ុន្តែភាពស្ងប់ស្ងាត់នៅតែមិនអាចលុបការចងចាំមួយនោះនាងក៏បានរកឃើញនៅវិធីក្នុងការបញ្ចេញសំឡេងរបស់នាងដើម្បីកែប្រែភាពឈឺចាប់និងអតីតកាលឲ្យទៅជាភាពរឹងមាំខ្ញុំរើបំរះជាមួយនឹងភាពឈឺចាប់នេះខ្ញុំស្រាប់តែលើកដៃឈានជើងដកដង្ហើមមួយគ្រប់ដង្ហើមភ្ជាប់ជាមួយនឹងការចងចាំខ្ញុំក៏ចាប់ផ្ដើមរាំមិនមែនដើម្បីបំភ្លេចនោះទេតែដើម្បីទទួលអារម្មណ៍មួយដើម្បីប្រាប់នៅអ្វីដែលមិនហ៊ានពីមុនមកគ្រប់កាយវិការគ្រប់ចំហៀនវាคล้ายជាពាក្យពេចន៍គ្រប់រំដំអារម្មណ៍ដ៏សែនខ្មៅរសាយទៅបន្តិចម្ដងនេះជារបៀបព្យាបាលរបស់ខ្ញុំមិនមែនបំភ្លេចអតីតកាលនោះទេគឺដើម្បីព្រមទទួលស្គាល់រឿងរ៉ាវទាំងនោះដើម្បីបញ្ចប់ការចងគំនុំដើម្បីបំលែងហិង្សាឲ្យទៅជាចលនាហើយការឈឺចាប់ទៅជាសន្តិភាពនេះគ្រាន់តែជារបៀបនៃការព្យាបាលរបួសផ្លូវចិត្តមួយរបស់នារីម្នាក់ក្រោមផ្កាស្លានាខែរនោចការរើបំរាស់ពីភាពឈឺចាប់តាមរយៈកាយវិការយ៉ាងទន់ភ្លន់គឺជាការផ្ដាំផ្ញើទៅកាន់នារីជាច្រើនអ្នកទៀតដែលធ្លាប់រងគ្រោះនៅការបង្ខិតបង្ខំបែបនេះថាពួកគាត់នៅតែអាចព្យាបាលស្នាមរបួសរបស់ខ្លួនបានតាមរយៈសកម្មភាពផ្សេងៗផងដែរនេះមិនមែនជារឿងរបស់គាត់តែម្នាក់ទេតែវាជារឿងរបស់យើងគ្រប់គ្នាអរគុណចំពោះការរៀបរាប់នៅសាច់រឿងរបស់ខ្ញុំនៅក្នុងរបាំនេះក៏ព្រោះតែខ្ញុំពិបាកនឹងរៀបពាក្យពេចន៍ឲ្យត្រូវក្នុងការនិយាយវាចេញមកដោយខ្លួនឯង